នៅពេលអ្នកខ្លាចជាខ្យល់ទាំង7សិស្សឲ្យខ្ញុំសូមបង្ហាញរឿងនេះដល់អ្នកបងស្រីច្បងកំបិត P1 ប្រញាប់ឡើងហើយថ្លែងអំណរគុណដល់បងស្រីច្បងស៊ីយ៉ានសូមអរគុណបងស្រីច្បងស៊ីយ៉ានទោះបីជាអ្នកមិនចាំបាច់ធ្វើតេស្តក៏ដោយអ្នកនៅតែខ្ញុំនឹងនាំអ្នកទៅកាន់វិមានទ្វារនេះសាកល្បងប្រភេទឆ្អឹងវិញ្ញាណនិងប្រភេទវត្ថុនឹងមានប្រយោជន៍សម្រាប់ការដាំដុះនាពេលអនាគតអត្ថប្រយោជន៍ឆ្អឹងវិញ្ញាណត្រូវបានបែងចែកជា4ថ្នាក់ឆ្អឹងវិញ្ញាណពណ៌ស្វាយឆ្អឹងវិញ្ញាណមាសឆ្អឹងវិញ្ញាណអាកំបាំងវិញ្ញាណឆ្អឹងវិញ្ញាណពណ៌ស្វាយគឺជាឆ្អឹងដ៏កម្របំផុតពណ៌ឆ្អឹងវិញ្ញាណគ្មានប្រយោជន៍តតែសោះហេតុអ្វីបានជាឆ្អឹងវិញ្ញាណគ្មានប្រយោជន៍បំផុតល្បឿននៃការដាំដុះរបស់បេលេងយឺតខ្លាំងណាស់ចំណាយពេលរាប់ទសវត្សរ៍ដើម្បីងើបឡើងវិញបំបែកប្រព័ន្ធគ្រប់គ្រងការចូលប្រើប្រាស់ហើយគ្មានឆ្អឹងគ្នារវាងពួកគេមិនសំខាន់ទេការពិតបើខ្ញុំមិនបានរកឃើញថាវាជាឆ្អឹងវិញ្ញាណទេតើនេះមានន័យថាវាមិនអាចខ្លាចជាខ្យល់ទាំងរបស់គាត់ទោះបីជាវាមិនមែនជាឆ្អឹងវិញ្ញាណសុខក៏ដោយវានៅតែគឺជាឆ្អឹងវិញ្ញាណមាសទោះបីជាវាមិនទាន់ដល់កម្រិតនោះក៏ដោយវានៅតែជាឆ្អឹងវិញ្ញាណទេរូបរាងពិតរបស់នាងខ្មៅអៃដឺគឺខ្លាចខ្មុំការរួមភេទរវាងជាមនិងវិញ្ញាណត្រូវបានដាំដុះអស់រយៈពេលចូលមានចិត្តល្អកុំខ្លាចអីបងស្រីច្បងឲ្យខ្ញុំមិនខ្លាចទេបន្ទាប់ពីច្រើនឆ្នាំមកអូនស្រីតូចលីងឡុងឥឡូវនេះនាងធំឡើងជានារីវ័យក្មេងម្នាក់ហើយខ្ញុំបានរកឃើញរឿងតូចតាចនេះដោយចៃដន្យព្រះអង្គម្ចាស់បានប្រសូតមកមានឆ្អឹងដ៏ទេវភាពដូច្នេះទ្រង់បាននាំយើងធ្វើតេស្តមួយខ្ញុំនឹងទៅមុនតាមពិតទៅឆ្អឹងវិញ្ញាណលោហៈធាតុភ្លើងឆ្អឹងវិញ្ញាណលោហៈធាតុភ្លើងខ្ញុំជាព្រះអង្គម្ចាស់ទី9នៃកុលចោសុខខ្ញុំធ្លាប់បែបនេះបានអីទេឥឡូវនេះអ្នកអាចទៅជំហានបាន1វាជាឆ្អឹងអរូបីលើពីនេះទៅទៀតវាស្ថិតនៅកម្រិតឆ្អឹងវិញ្ញាណនេះអរូបីសូមអបអរសាទរឆ្អឹងខាងវិញ្ញាណរបស់អ្នកមានខួរក្បាលខាងក្នុងអរគុណបងស្រីច្បងរបស់ខ្ញុំបាននិយាយថាឆ្អឹងវិញ្ញាណត្រូវបានជ្រើសរើសមនុស្សដែលត្រូវបានលើកឡើងមិនអាចជាបេលេងទៅបានឡើយប៉ុន្តែនៅពេលដែល Dragon Ball ភ្លឺឡើងនៅពេលនោះសៅទាំងមូលបានស្ងាត់ឈឹងឆ្អឹងស្អិតប្រយោជន៍ឆ្អឹងប៉ុន្តែឆ្អឹងវិញ្ញាណពិតជាបានជ្រើសរើសចេញត្រង់ឆ្អឹងមួយដែលមានកម្លាំងខ្លាំងជាងខ្យល់ទាំង7សំណាងនៅតែដែលដូចរាល់ដងគួរឲ្យខ្លាចណាស់សម្រាប់ប្រភេទនេះយ៉ាងណាក៏ដោយយើងនឹងការពារវាខ្យល់នឹងមិនឈប់ទេក្រុមឆ្អឹងទាំងនោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទៅលើភ្នំបានការបណ្ដុះបណ្ដាលរយៈពេល3ឆ្នាំបញ្ហាប្រឈមចំនួនដំណើរការជ្រើសរើសគួរតែចាប់ដើមភ្លាមខ្ញុំខ្ញុំចង់ចុះទៅក្រោមភ្នំដើម្បីឆ្នាំទៀតបើខ្ញុំប្រឡងចុះការជ្រើសរើសវានឹងត្រូវបានលាតត្រដាងដោយខ្យល់ទាំងមានព្រះរាជក្រឹតអធិរាជនេះនៅក្នុងដៃនរណាម្នាក់នឹងខ្ញុំនឹងនាំអ្នកចុះពីលើភ្នំដើម្បីតាំងលំនៅហើយជាមួយអ្នកពន្យល់ពីអ្វីដែលត្រូវកត់សម្គាល់បន្ទាប់សារធាតុអរគុណអេដឺខ្ញុំបាននាំក្មេងនេះឡើងលើភ្នំខ្ញុំនឹងនាំគាត់មកទីនេះចូលយើងចុះពីលើភ្នំហើយតាំងលំនៅតោះទៅតែពីងចូលយើងទទួលបានសញ្ជាតិរបស់យើងជាមុនសិនបន្ទាប់មកខ្ញុំនឹងជួយអ្នករកមួយនៅជើងភ្នំជាកន្លែងដែលទាំងមានគុណធម៌និងសំរុំកន្លែងសម្រាប់ការអនុវត្តខាងវិញ្ញាណរកបានគុណសម្បត្តិនិកាយខាងក្រៅនៅជើងភ្នំនិកាយជាត្រូវតែរកប្រាក់ចំណូលជារៀងសម្បត្តិគ្រប់គ្រាន់បើមិនដូច្នោះទេគេនឹងត្រូវបណ្ដេញចេញពីបន្ទាប់ពីទទួលបានសញ្ជាតិហើយលោកអ្នកវារបាយទៅឲ្យតាមដំណាំអង្ការអាចដាំដុះនៅក្នុងសួនច្បារនិងវាលស្រែបុរាណបន្ទាប់ពីទុកវាដើម្បីរកលុយសម្រាប់អំពើល្អហើយអំពើល្អគឺជាអ្វីដែលយើងជាពលរដ្ឋសំដៅតោះទៅឆៃវិញ Pavilion ដើម្បីចប់សរលៀងរបស់យើងជាមុនសិននឹងសញ្ជាតិរបស់អ្នករួចរាល់ហើយកញ្ចក់សម្រិតនេះជារបស់គាត់ញ៉ាអត្តសញ្ញាណប័ណ្ណរបស់សិស្សលោកម្ចាស់លីវតើលោកនៅតែត្រូវការអ្នកក្រមបង្កប់ទៀតទេតើវាជាសួនអសរដែលត្រូវបានត្រួតពិនិត្យដោយខ្ញុំចាត់ទុកវាជាកាតព្វកិច្ចដែលខ្ញុំចៅលងរបស់អ្នកចាប់តាំងពីទេពអប្សរបាននិយាយរួចមកយន្តឈីស្រះឫស្សីក្នុងជ្រលងភ្នំនោះទេស្អាតមានទីធ្លាដែលត្រៀមរួចជាស្រេចនៅទីនោះសួន Ostalon តែពីងតូចចាប់ពីពេលនេះទៅយើងពឹងផ្អែកលើអ្នកខ្ញុំនៅម្នាក់ឯងឥឡូវហើយផ្លូវក្របទាំងជាតិនេះអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សមានកាក់30នៅក្នុងកាបូបលុយដុល្លារអាល្លឺម៉ង់ដែលធ្លាប់ទិញក្របពូជសូមចងចាំកុំចាយលុយដោយមិនប្រុងប្រយ័ត្នអរគុណច្រើនណាស់បងស្រីលីងឡុងខ្ញុំពិតជានឹងអរគុណមែនខំអភិវឌ្ឍខ្លួនឯងហើយសង្ឃឹមថានឹងសម្រេចបានឡើងដល់កំពូលក្នុងពេលឆ្នាំនេះតែពីងតូចជួបគ្នាថ្ងៃណាមួយទៀតថែរក្សាខ្លួនផងលាហើយបងស្រីលីងឡុងបាននិយាយថាជ្រលងភ្នំបៃលីងសិស្សខាងក្រៅអាចនៅទីបំផុតអ្នកដែលគោរពបូជាកំពូលភ្នំទាំង7នៃពណ៌បៃតងច្រើនប៉ុន្តែខ្ញុំបានសន្យាជីតាអ្នកត្រូវតែជា Vanguard សម្រាប់ពិភពលោកដើម្បីបញ្ជាក់ចំណុចមួយជីតាបាននិយាយថាពេលយើងទៅដល់ភ្នំទេពអប្សរយើងនឹងដាំក្របពូជនេះហើយអ្នកអាចដើម្បីទទួលបានឱកាសដ៏អស្ចារ្យដោយសារថ្នាំក្របនោះជារបស់ពិតក្របពូជនេះត្រូវតែជាក្របពូជពិតចុះបើវាជាបាយគូវិញខ្ញុំបានសន្យាជាមួយនាងហើយជីតាអ្នកត្រូវតែជា Vanguard សម្រាប់ពិភពលោកដើម្បីបញ្ជាក់ចំណុចមួយ